សួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមបង្ហាញអំពីវិធីស្លម្ជូរស្លឹកអំពិលក្បាលត្រីចាខ្ញុំមានត្រីហើយស្លឹកអំពិលចាខ្ញុំដាំទឹកឲ្យពុះសិនបន្ទាប់មកខ្ញុំធ្វើការជ្រុំប្រហុកបន្ទាប់ពីជ្រុំប្រហុកហើយចាខ្ញុំធ្វើការដួសពពុះចេញពួកអីវាមានពពុះអញ្ចឹងខ្ញុំដួសចេញឲ្យអស់មកបន្ទាប់មកទៀតខ្ញុំធ្វើការចំណាយពេលទៅលាងស្លឹកអំពិលយើងឲ្យស្អាតហើយនឹងត្រីយើងឲ្យស្អាតចាបន្ទាប់មកទៀតខ្ញុំធ្វើការបកមកដាក់អំបិលចូលបន្តិចពីចេញបន្តិចចាហើយខ្ញុំធ្វើការដាក់ត្រីចូលបន្ទាប់ពីដាក់ត្រីចូលនៅក្នុងសម្លយើងរួចរាល់ហើយចាខ្ញុំធ្វើការយកគ្រឿងដែលមកដាក់ចូលដូចជាម្ដេងខ្ទឹមសម្ទេសនិងម្ទេសប្លោកចាដាក់បញ្ចូលរួចខ្ញុំធ្វើការដួសពពុះចេញហើយខ្ញុំទុកឲ្យពុះខ្ញុំដួសពពុះចេញឲ្យអស់ចាបន្តមកទៀតទើបខ្ញុំធ្វើការយកអំពិលទុំដាក់ចូលបន្តិចដោយសារស្លឹកអំពិលយើងខ្លាចពេលស្ទើរជូរអញ្ចឹងខ្ញុំដាក់អំពិលទុំចូលបន្តិចទៀតទៅអំពិលខ្ញុំយកអំពិលដែលអត់ក្របចាបន្ទាប់ពីអំពិលយើងដាក់ចូលហើយយើងធ្វើការជ្រុំចុះជ្រុំឡើងខ្ញុំធ្វើការដាក់ស្លឹកអំពិលយើងចូលអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ចាបន្ទាប់ពីស្លឹកអំពិលយើងពុះហើយអូខេខ្ញុំធ្វើការដាក់ម្អមចាម្អមយើងខ្ញុំមានម្អមស្រស់នៅក្នុងទូអញ្ចឹងខ្ញុំដាក់ម្អមក្រៀមចូលតែបើសិនជាម្អមយើងស្រស់វាមានជាតិឈ្ងុយឆ្ងាញ់ជាងចាអរគុណដែលបានទស្សនាវីដេអូរបស់នាងខ្ញុំជម្រាបលា